rồi cho con trai này ăn cái nứng con ri rồi mui coi chụp bắt nắng mau phòng vinh đang sòng vinh ấy ta mình anh chăng mình tới ta anh chứ nè na hai anh ta na chứ nè na mình sầm khăn tê tôi chỉ nhomปรับ បងក៏បងជួយខ្ញុំមិនបានដែរព្រោះពេលនេះខ្ញុំកំពុងតែពិបាកចិត្តដែរក្មេងណាកុំចេះពិបាកចិត្តអីតាមពិតខ្ញុំម្ចាស់ដឹងថាព្រះរាជកុមារជាអ្នកណាហើយគឺព្រះអង្គនឹងខ្ញុំម្ចាស់មានព្រះរាជកិច្ចតែមួយគឺជួយរំដោះរាមលក្ខតែប៉ុណ្ណោះអញ្ចឹងបងស្រីដឹងពីរឿងនេះដែរព្រះប៉ម្ចាស់ខ្ញុំម្ចាស់ដឹងតែខ្ញុំម្ចាស់ស្រោតទៅទីនោះព្រមទាំងដងទឹកចិត្តទៅថ្វាយព្រះអង្គផងអញ្ចឹងល្អហើយបងឲ្យក្អមមកខ្ញុំទៅដងឲ្យខ្ញុំម្ចាស់តាមព្រះអង្គហើយព្រះតម្រង់ព្រះមេត្តាខ្ញុំសង្ឃឹមថាអ្នកអាចជួយម្ចាស់បងខ្ញុំបានព្រះមេត្តាសូមបារមីព្រះអង្គជួយបិទឲ្យបានសម្រេចផងចា៎តើមានហេតុភេទអីចម្លែកទេលោកមិនអីទេលោកយ៉ាងម៉េចហើយមានអ្វីគួរចាប់អារម្មណ៍ទេបាទអត់មានអ្វីទេនាងទេពរំការធីតាស៊ូគប់គួរដោយរឹកកលមេយាញញឹមស្រស់ស្រាយដាក់គ្រប់គ្នាសរសៀចូលចិត្តកាត់មេត្រីហុចរឹកហុចពីងាម្ញាក់ម្ញក់សំឡឹងសំឡក់ពាក្យសំដីបងពួកសេនាពលមន្ត្រីឲ្យលងនឹងស្រីដោយកម្មាលោកម្ចាស់អ្នកតងមុននឹងសម្លាប់គេអង្គទឹកនំចំណីឆៃឲ្យឆ្អែតនេះគឺជាឱកាសចុងក្រោយរបស់អ្នកតោហើយមែនទេលោកម្ចាស់ចុះបើមែនតើវាយ៉ាងម៉េចពិតជាស្អាតមែនណាណែនាងឲ្យគិតយ៉ាងម៉េចហ្នឹងណែស្រីស្អាតតែណាមកណានហ្នឹងនាងថាយកទឹកទៅឲ្យអ្នកទោសចុះលោកគិតចាំម៉េចខ្ញុំគិតថាឲ្យនាងទៅជួបបច្ចេកឃាតអរគុណណាស់លោកម្ចាស់
ពិតជាស្អាតចា៎ លោកម្ចាស់ចាំខ្ញុំចេញមកវិញចាំខ្ញុំមកជូនហើយចុកជើងណាណែលោកចេញទៅនេះមកជួបខ្ញុំពិតជាស្អាតមែនត្រើយបងពេជ្រឃាតហើយចាំមកកាយនាងខ្ញុំគិតថាបានធ្វើបន់ធ្វើទានទៅលើមនុស្សចិត្តស្លាប់ខ្លះតែនាងខ្ញុំយកទឹកមកមុជជំរះកាយដើម្បីឲ្យជាតិក្រោយកុំឲ្យអ្នកទោសនេះមានបាបកម្មដូចជាជាតិនេះទៀតបាទលោកម្ចាស់មិនចំតទេនាងខ្ញុំសូមអនុញ្ញាតចូលទៅលាងបាបឲ្យគេនាងខ្ញុំក៏បានបន់លោកម្ចាស់ទាំងអស់គ្នាក៏បានបន់ឬមួយក៏លោកម្ចាស់ចង់បានអ្វីពីនាងខ្ញុំក៏នាងខ្ញុំជូនបានកុំថាឡាយបែកទឹកឬក៏នំចំណីទោះជាខ្លួនប្រាណនាងខ្ញុំក៏ខ្ញុំជូនបានខ្លាចតែលោកម្ចាស់នឹងមិនចូលចិត្តតែប៉ុណ្ណោះទេនាងពិតជាគួរឲ្យស្រឡាញ់មែនចូលក៏ចូលតែកុំភ្លេចសម្ដីរបស់នាងណាអរគុណហើយលោកម្ចាស់នាងខ្ញុំចេញមកវិញនាងខ្ញុំនឹងមកជូនខ្ញុំម្ចាស់អាណិតព្រះរាជកុមារណាខ្ញុំម្ចាស់មកទីនេះខ្ញុំម្ចាស់សូមថ្វាយព្រះសកលវេរីសូមព្រះរាជកុមារទ្រង់ទទួលយកចោលសូមក្រាបថ្វាយបង្គំចាស់អល់ទាំងអស់គ្នាមានការអីមិនក៏ស្លំម្លេះបើពិតប្រការណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងក្មេងនោះរត់រួចបាត់ទៅហើយព្រោះពេជ្រឃាតទាំង4ការពារមិនបានឡើយក្រាបទូលម្ចាស់បងតើទ្រង់មានប្រតិយ៉ាងម៉េចក្រាបទូលចំជាចោលមកសៀតមែនចាប់ពេជ្រឃាតទាំង4នោះយកទៅឃុំឃាំងទៅហើយរៀបចំទ័ពទៅជាមួយយើងឥឡូវនេះតើក្មេងនោះវាខ្លាំងប៉ុណ្ណាទៅព្រាមអ្នកជំនះអត់ចាំមិនហើយលោកតាមកខ្ញុំកណាទៅពេលយ៉ាងមិនហើយអូរិមលាក់ជប់លាក់មានបុណ្យបារមីខ្លាំងណាស់តើថាមិនអីគឺមិនអីគេមកហើយគេមកមែនទាំងពីរនាក់ឯងស្គាល់ថាយើងជានរណាទេចំជិបប្រហិនមែនមិនក៏មិនឆាត់ថ្វាយបង្គំសម្ដេចព្រះរាមនិងស្ដេចគ្រប់អង្គភ្លាមទៅណែសាធំតមៀតចង្អៀតទៅដីនិយាយស្ដីអីឲ្យវាចេះខ្លាចរឯងអ្នកដទៃផងជាប់ចំណងម្ដងហើយនៅមិនរៀងទៀតទេហ៊ានមកបង្គាប់ឲ្យយើងថ្វាយបង្គំក៏តែឯងនិយាយទៅរួចម្ដងនេះលឹកបាត់មកយ៉ាងសន្ធឹកសន្ធាប់ថាតែមានកម្លាំងថ្មីពីព្រះអង្គទៀតស្ដេចគ្រប់ព្រះអង្គព្រមទាំងអាស្វាអត់កំណត់មួយក្បាលនេះអស់សមត្ថភាពហើយមែនទេតើបន្ថែមកម្លាំងចំនួនអញ្ចឹងក៏បានចុះលេអូនត្រៀមខ្លួនទៅយើងទៅតែមកឈ្នះណាចំជាសម្ដីធ្លោះមិនមើលមៀតមែនព្រះលក្ខក្រាបទូលចាំអងក្មេងនេះចំជាសម្ដីប្រហើនមែនយើងប្រដៅគេម្ដង
គេទាំងពីរនាក់នេះគ្រាន់បើប៉ុណ្ណាទៅព្រះលះក្រាបទូលអីក៏ចម្លែកម្ល៉េះហេតុអីក្របសរបស់គេខ្លាយទៅជាកំណោផ្កាការធ្វើសង្គ្រាមលើកនេះចម្លែកណាស់យ៉ាងម៉េចចាបងចុះលះអូនចម្លែកណាស់ចាំមិនចង់ខ្លាចទៅជាកំណប់ការអញ្ចឹងធ្វើសង្គ្រាមឈ្នះគ្រប់ក្រុងមាចុះម្ដងនេះតើក្មេងទាំងពីរនេះជាកូនចៅអ្នកណាទៅម្ចាស់បងទ្រង់គួរទៅដល់ផ្សារម្ដងទៀតក្រាបទូលពិតមែនហើយម្ចាស់បងអញ្ចឹងក៏បានម្ចាស់បងខ្លាយឈើម្ចាស់បងទូបង្គំកំពុងតែឃ្លានផងសើបន្តិចទៅក្រាបទូលណែមហារាជមានដាទូប្រាប់បង្គំថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយបើមានអាហារដូច្នេះហើយគឺត្រូវតែឆីដូច្នេះសំត្រង់ធ្វើសឹកសង្គ្រាមបន្តិចសិនទៅទូប្រាប់បង្គំសោយហើយនឹងចាប់ផ្ដើមបន្តទៀតតើហាមវាឆ្មាច់ច្រាច់ខាត់ណាព្រះអង្គទូលបង្គំនឹងទៅចាប់ក្មេងនេះឈប់សិនមនាលហនុមានកុំទៅរំខានគេទោះជាអ្នកទោសមុននឹងប្រហារជីវិតក៏ត្រូវឲ្យគេឆេះឲ្យឆ្អែតដែរម្យ៉ាងយើងដូចជាចម្លែកក្នុងប្រទេសណាចំពោះក្មេងទាំងពីរនាក់នេះលះតើការរមិលសង្ស័យរបស់បងសមហេតុសមផលទេថាក្មេងទាំងពីរនាក់នេះជាប្រញាតខត្តយៈត្រកូលហើយអាចជាព្រះលិហិតរបស់យើងក៏ថាបានពេលការធ្វើសង្គ្រាមលើកនេះកើតហេតុចម្លែកដូចនេះតើលក្ខមានប្រទេសព្រះតម្រីដូចបងទេទូព្រះបង្គំមានមន្ទិលសង្ស័យតែមិនដឹងថាប្រកាន់ឬមិនប្រកាន់នោះទេបើម្ចាស់បងទ្រង់ព្រះរាជទានទូព្រះបង្គំនឹងទូថ្វាយដល់ម្ចាស់បងព្រះអនុជមានរឿងអីលាក់នឹងបងហ៎ឆាប់មានបន្ទូលមកជាព្រះមហាករណាធិគុណដ៏លើសលប់ណាស់ដែលម្ចាស់បងព្រះនុញ្ញាណឲ្យទូព្រះបង្គំទូថ្វាយទូព្រះបង្គំសង្ស័យថាព្រះរាជកុមារទាំងពីរនេះគឺជាបុណ្យរបស់ម្ចាស់បងសេដាព្រោះម្ចាស់បងសេដាមិនទាន់សគត់នៅឡើយទេក្រាបទូលសេដាមិនទាន់សគត់ទេព្រះករណាថ្លែងផ្សេងព្រោះការដែលម្ចាស់បងព្រះរាជអនុញ្ញាតឲ្យយកម្ចាស់បងសេដាទៅប្រហារជីវិតនោះទូព្រះបង្គំមិនបានប្រហារជីវិតទេក្រាបទូលសូមម្ចាស់បងដាក់ទោសព្រះអនុជមកចុះព្រោះទូព្រះបង្គំហ៊ានប្រឆាំងនឹងព្រះរាជបញ្ជាបានហើយមានអ្វីជាទោសកំហុសធំដុំទៅបើដឹងថារឿងចំណេញបែបនេះនគរអយុធ្យាយើងមានអ្នកស្នងពូជពងជាអ្នកចម្បាំងដល់ខ្លាំងពូកែយ៉ាងនេះទៅហើយនោះបងទេដែលត្រូវអរគុណព្រះអនុជនោះលះអនុជក្រោកឡើងមកណែកុមារតូចទាំងពីរយើងផ្អាកការធ្វើសង្គ្រាមប៉ុណ្ណេះសិនចុះយើងសុំសួរឯងតើឯងព្រះនាមអ្វីទៅហើយកូនចៅអ្នកណាបើឯងឆ្លើយប្រាប់យើងត្រង់នោះយើងនឹងឲ្យឯងរួចខ្លួនតើបង្គំមានតាន់បាក់ទាត់ដកថយឯណាហើយក៏មិនទាន់សុំការសំណូមពីព្រះអង្គទ្រង់
ព្រាមយើងចង់ដឹងឯងជាកម្មាដ៏ឆ្លៀសវៃមហិទ្ធិរិទ្ធដ៏ខ្លាំងពូកែស័ក្តិសមជាខត្តយៈត្រកូលដែលមានបញ្ញាញាណពិតជាមានពុជពងដ៏ល្អប្រសើរសំរុំនឹងអាចនិយាយគ្នាបានក្មេងដែលឆ្លាតគួរតែចេះស្ដាប់សម្ដីចាស់ទុំទើបហៅថាប្រសើរកំណាញ់អីគ្រាន់តែប្រាប់ឈ្មោះឪពុកម្ដាយនោះមានប្រាប់បន្ទូលដោយព្រះអង្គអាចបដូរយោបល់គ្នាបានមិនកំណាញ់ទេគ្រាន់តែឈ្មោះនោះតើព្រះបង្គំទាំងពីរគឺព្រះនាមរៀមលាក់ជប់លាក់ឯព្រះមេត្តាព្រះនាមសេដាចំណែកព្រះបិតាគឺនៅចំពោះមុខបុត្រនេះហើយរៀមលាក់ជប់លាក់ចូលមកចិត្តបិតាមកបិតានឹកបុត្រចង់ថ្នាក់ថ្នមបុត្រចូលមកបុត្រចូលមកកុំខ្លាចបិតាអីព្រះអង្គកុំមកបញ្ឆោតទៅបង្គំឲ្យសោះណារៀមលាក់ជប់លាក់បិតាមិនផុតទេកុំចង់ព្រះអង្គមិនមែនជាព្រះបិតាទៅបង្គំនោះទេកុំចង់មកចិត្តឲ្យសោះណាតែហ៊ានចូលមួយជំហានទៀតកុំថាទូព្រះបង្គំមិនបានទូលរៀមលាក់ជប់លាក់ល្អហើយចៅទាំង3អូព្រះរាមព្រះលក្ខណ៍ចូលចម្រើនណាលោកតាខ្ញុំកណាសូមក្រាបថ្វាយបង្គំចូលចម្រើនសាធុលោកតារឿងកន្លងមកខ្ញុំកណាពិតជាបានធ្វើបំពេញខុសលើមហេសីខ្ញុំកណាច្រើនពេលនេះខ្ញុំកណាទទួលកំហុសទាំងអស់ខ្ញុំកណាចង់សូមឲ្យមហេសីលើកលែងទោសឲ្យខ្ញុំកណាទោះជានាងដាក់លក្ខខណ្ឌអីក៏ខ្ញុំកណាយល់ព្រមព្រះរាមព្រះអង្គគួរតែសាកល្បងមើលហើយសួរពនាងទៅក្រែងពនាងយល់ព្រមគ្មានផ្លូវទេមេត្តាបានជ្រើសរើសនិងសម្រេចចិត្តបាត់ទៅហើយមួយជីវិតរបស់មេត្តាជួបតែការលំបាកគ្មានពេលសប្បាយម្ដងណាឡើយបាត់មេត្តាមានត្រឹមបាត់ទាំងពីរនៅចិត្តមេត្តាគ្រប់គ្រាន់ទៅហើយសម្រាប់ជីវិតមេត្តាលេរវត្តរឿងផ្សេងទៀតហើយមេត្តាមិនចង់ឲ្យបិតាបាត់មកគិតមេត្តាទៀតទេមិនគិតមិនបានសេដាអូនទម្រង់តែតស៊ូតែយកអូនពីនគរលង្កាពីព្រះអង្គវេរៀបបានអូនដឹងទេថាចម្បាំងមានការលំបាកយ៉ាងណាស្លាប់កងទ័ពនិងអាណាប្រជានារីរាប់សិបកោតព្រោះតែស្រឡាញ់អូននឹងណាស្រឡាញ់ខ្ញុំម្ចាស់ដល់ថ្នាក់ហនុមានទទួលការពិតថាខ្ញុំម្ចាស់ស្មោះស្ម័គ្រភក្តីភាពចំពោះព្រះអង្គហើយព្រមមិនអស់ប្រតិសង្ស័យក៏រៀបចំពិធីឲ្យខ្ញុំម្ចាស់ជាងចូលក្នុងព្រះអគារឆេះដល់សានសន្ធោសន្ធើប៉ុណ្ណឹងហើយទុំមិនស្កាប់ប្រតិទេនៅតែចាប់តអស់ដំណើរខ្ញុំម្ចាស់ទុំដាច់ប្រតិណារហូតដល់ចេញព្រះរាជបញ្ជាឲ្យព្រះលក្ខយកខ្ញុំម្ចាស់ទៅសម្លាប់ចោលទៀតព្រះអង្គជាមកទីនេះធ្វើអីសេនាដែលជាស្រីផាត់ក្បត់របស់ព្រះអង្គនោះនាងបានស្លាប់បាត់ទៅហើយរៀមលាក់ជប់លាក់មកចិត្តតាមមកចៅទុកឲ្យព្រះមេត្តាព្រះបិតាចៅដោះស្រាយបញ្ហាឲ្យរួចសិនណាចៅសេដារៀមជាចិត្តអូនហើយព្រះទេវតាអិនព្រមជាសាក្សីទោះជាអូនកាត់ព្រះសេរសារៀមទោះជាអូនពុះទ្រូងរងយកខ្លាំងប្រមាថក៏រៀមយល់ព្រមឲ្យតែសេដាលើកលែងទោសឲ្យព្រះអង្គត្រង់នៅជាថាខ្ញុំម្ចាស់ស្មោះនឹងព្រះអង្គដែរសូមព្រះអង្គព្រះតម្រីសូមបីតែខ្ញុំម្ចាស់គង់នៅគៀកកាយចិត្តនឹងប្រកាយព្រះអង្គក៏នៅតែខ្ញុំម្ចាស់ឆ្លេបផាត់ក្បត់លបគោព្រះឆាយាលក្ខក្រុងវាយរៀបអាសរាបានតម្រុំតែខ្ញុំម្ចាស់ឃ្លាតឆ្ងាយមកគង់នៅក្នុងព្រៃលែងអីនឹងជួបយក្សាឬក៏ព្រានព្រៃស្រីដែលមានចរិតផាត់ក្បត់ដូចខ្ញុំម្ចាស់ហើយចិត្តតែផ្លាស់ប្រាប់មួយទៅប្រាប់មួយគ្មានកំណត់ទេស្ដេចជាងមកធ្វើអន់អីជាមួយនឹងស្រីដូចជាខ្ញុំម្ចាស់ស្ដេចជាងទៅវិញទេឬមួយក៏ត្រង់ជាងចង់មកសម្រាប់ព្រាមលាក់ជប់លាក់ឲ្យដាច់ពុយតែម្ដងខ្ញុំម្ចាស់សុខចិត្តស្លាប់ខ្ញុំម្ចាស់មិនព្រមឲ្យព្រះអង្គសម្រាប់បាត់ខ្ញុំម្ចាស់ឡើយរៀមលាក់ជប់លាក់មកចិត្តបិតាមក
រៀមលាក់ជប់លាក់ចៅទៅថ្វាយបង្គំព្រះអង្គទៅណាព្រោះថាព្រះអង្គគឺជាបិតារបស់ចៅហើយឆាប់ទៅណាចៅណារៀមលាក់ជប់លាក់គាត់បិតារៀមលាក់ជប់លាក់បុតទៅជួយបបព្រះមេដាបុតទៅលោកតាសូមលោកតាជួយបបមហាសីខ្ញុំកណាផងតាគិតថាព្រះរាមទ្រង់យាងចូលព្រះនគរសិនទៅទ្រង់មានបារមីបញ្ញាស្រាប់ហើយដូច្នេះព្រះអង្គគួរតែត្រាស់ដឹងថាត្រូវធ្វើយ៉ាងម៉េចហើយណាហើយខ្ញុំគិតអីឡើងយល់ហើយនេះបើមហាសីសេដាខ្ញុំមិនវិលមកវិញទេនោះមើលលោកចាស់ទុំអស់អ្នកអានាងមានយោបល់អីទេចុះព្រះអនុជទាំង3មើលអស់លោកមន្ត្រីទាំងអស់គ្នាហនុមានហើយមើលលោកបច្ចេកហោរាលោកជាចាស់ទុំជាងគេតើលោកមានយោបល់អីទេព្រះករណាថ្លៃពិសេសទ្រង់គេជ្រាបថាព្រះនាងសេដាស្រឡាញ់បុត្រខ្លាំងណាស់ដូច្នេះព្រះអង្គត្រូវតែបង្កើតភាពស្និទ្ធស្នាលជាមួយនឹងបុត្រពិតមែនហើយក្រាបទូលព្រះពរខ្ញុំម្ចាស់ពាក្យចាស់ពោលថាបើស្រឡាញ់មេត្រូវតែបំពេកូនព្រះពរម្ចាស់មកពិតសម្ដេចព្រះរាមបើតាមទូលព្រះគុំជិលម្ចាស់បងសេដាម្ចាស់បងមិនដាច់ប្រតិពីម្ចាស់បងឡើយក្រាបទូលរៀមអ្នកជប់លាក់ក្មួយជួយអង្វរព្រះមេដាក្មួយទៅយើងនឹងបានទៅរស់នៅក្នុងព្រះនគរជាមួយគ្នាលើទេបុតលើទេលើព្រះបន្ទូលព្រះបេតឡារបស់បុតទេព្រះបេតឡាក្មួយនឹងសង្វរព្រះមេដារៀមលាក់ជប់លាក់ព្រះបិតារៀមលាក់ជប់លាក់បុតស្រឡាញ់បិតាទេស្រឡាញ់ក្រាបទូលតែបុតស្រឡាញ់ព្រះមេដាជាងព្រះបិតាសន្យាជាមួយបុតមកថាទ្រង់មិនធ្វើឲ្យព្រះមេដាព្រួយប្រទៃបុតធានាថាជួយអង្វរព្រះមេដាឲ្យព្រះមេដាព្រមនឹងព្រះអង្គ
បុតទូព្រះមេដាបុតទៅថាព្រះបិតាអត់ព្រះមេដាបុតមិនបានទេ មិនជឿបើដោយព្រះបន្ទូលព្រះបិតាបុតមែននោះមិនមែនព្រះមេដាហើយនឹងបុតរស់នៅកណ្ដាលកណ្ដាលក្នុងព្រៃដល់ព្រះវិសានោះទេបុតជឿដែរថាបន្ទូលព្រះបិតាបុតទាំងប៉ុន្មានគឺជាការពិត ពិតដោយមិនបាច់សង្ស័យទេសេដាអូនបងបានទម្លាយផ្លូវចិត្តឲ្យបុតទាំងពីរដឹងអស់ហើយបើអូនមិនយល់បងគួរតែអាណិតដល់បុតទាំងពីរដែលគេចង់ឃើញមេដាបៃតាគង់ជុំគ្នាគូណាស់តែអូនករណាដល់ភាពកណ្ដោយកណ្ដែងរបស់បុតផង តែបុតរស់នៅជាមួយខ្ញុំម្ចាស់ដល់ព្រះវិសាហើយដោយអត់មានព្រះអង្គ រៀមលះជប់លះមកនេះមកក្មួយគុំរំខានព្រះបិតាព្រះមេដាអីសេដាអូនឃើញទេសូម្បីតែបុតយើងទាំងពីរក៏គេយល់ទុកធរៈយើងដែរពេលនេះគេស្គាល់បិតាគេហើយគេចង់រស់នៅដោយមានភាពកក់ក្ដៅមានបិតាហើយនឹងគេបើអូនមិនព្រមយើងទៅទេបងគិតថានឹងសុំបុតឲ្យទៅគង់នៅក្នុងនគរជាមួយនឹងបងព្រោះគេលំបាកយូរហើយពេលណាដែលមហេសីមានប្រតិអនុគ្រោះឲ្យបងនឹងមកដង្ហែអូនចូលក្នុងព្រះបរមរាជវាំងជាក្រោយ ព្រះអង្គទ្រង់មិនបាច់ប្រើកលល្បិចសពបែបយ៉ាងជាមួយនឹងខ្ញុំម្ចាស់ទេខ្ញុំម្ចាស់មិនអាចអត់បុតបានឡើយខ្ញុំម្ចាស់មិនព្រមគឺមិនព្រមសូមទ្រង់តតឲ្យច្បាស់បុតនេះមិនដូចជាព្រះអង្គប្រហែលព្រះចិន្តាខាងក្នុងដោយទ្រង់វាយរៀបផងក៏មិនដឹងព្រោះមានមេដាជាស្រីចាត់ការកេនីសឹងតែជាពូជអ្នកទោសមកតែបង្កទុរភិក្ខដល់ព្រះនគរនាំតែពិបាកដល់ព្រះអង្គទេព្រះប៉ម្ចាស់ សេដាអូនម្ចាស់បងទូព្រះបង្គំសូមរាជអនុញ្ញាតចូលគាល់ម្ចាស់បងសេដាតាមប្រតិអូនចុះអរព្រគុណម្ចាស់បង ព្រះបិតាបុតបិតាសូមក្រាបថ្វាយបង្គំម្ចាស់បងសេដាម្ចាស់បងសូមទ្រង់កុំយកប្រតិទុកដាក់ក្នុងរឿងកន្លងមកទៀតទៅសូមដៃព្រះរាមដឹងកំហុសហើយសូមម្ចាស់បងបន្ទោសប្រតិខ្លះទៅទូព្រះបង្គំដឹងថាម្ចាស់បងនៅតែមានប្រតិក្រៀវក្រោយជាខ្លាំងតែពេលនេះចាត់ទុកជាឱកាសចុងក្រោយសម្រាប់ម្ចាស់បងព្រះរាមចុះ លះបាយពីបងដល់ព្រះវស្សាព្រះអនុជមានពាក្យតែប៉ុណ្្នឹងទេព្រះអនុជអាចសួរសុខទុក្ខបងបានក្នុងរយៈពេលដែលយើងបែកគ្នាកន្លងមកដោយមិនមានបន្ទូលពីរឿងផ្សេងទៀត ជាមហាករណាទីគុណណាដែលម្ចាស់បងផ្ដល់កិត្តិយសឲ្យទូព្រះបង្គំតែទូព្រះបង្គំសូមរាជទានពរមាត់ទឹកសូមតែម្យ៉ាងសូមឲ្យម្ចាស់បងជាងចូលព្រះនគរវិញយើងមហេសីក៏មិនព្រមសូមបុតក៏មិនបានណាស់ចុះរឿងនេះបងជាអ្នកខុសបងនឹងទទួលកំហុសនេះតែម្នាក់ឯងចុះ ឆាប់សិនព្រះអង្គទ្រង់ជាស្ដេចចម្បាំងប្រឆាំងទ្វីបទាំង3មកចោះចាញ់អីចំពោះរឿងប្រញាប់ទៅវងរបស់ខ្លួនទៅវិញសូមទ្រង់មានព្រះស្មារតីរឹងប៉ឹងឡើងទ្រង់ធ្លាប់ប្រឈមព្រះភ័ក្ត្រជាមួយនឹងខ្មាំងសត្រូវមិនថាឡើយជាអសុរកាយ